គួរតែហៅគាត់អប់រំម្ដងហើយចែកអំបិលម្ទេសយកឆ្លើងដែលរស់រវើកមកហូបលើជាមួយអំបិលម្ទេសឲ្យវាចូលជាតិជាមួយអំបិលម្ទេសចឹងមកឲ្យចងំចឹងមកបងប្អូនណាឃើញអត់អឺជិះសួរបងប្អូនទាំងអស់គ្នាបងប្អូនឥឡូវផ្លាច់អារម្មណ៍សម្រាប់បងប្អូនទៀតបងប្អូនថ្ងៃនេះចាយអំបិលម្ទេសសុំញ៉ាំឆ្លើងជាមួយអំបិលម្ទេសអូយគាត់លើកជាមួយឆ្លើងបងប្អូនបាស់ហូមខ្ញាក់ត្រូវអត់អូយនេះខ្ញុំសុំបង្ហាញឆ្លើងឲ្យបងប្អូនមើលហ្មងអូយបងប្អូនអូពេញចិត្តបងប្អូនណាដែលสนมពោឲ្យចាយអំបិលម្ទេសញ៉ាំឆ្លើងឥឡូវសុំជូនតាមสนมពោបងប្អូនទាំងអស់គ្នាណាបងប្អូនឆ្លើងចាយអំបិលម្ទេសនេះគឺមានតូចមានធំបងប្អូនហើយមានវែងមានខ្លីទេសំខាន់ណាបងប្អូនណាសុំលើកជាងអាតូចជាងឲ្យមើលបន្តិចអានេះតូចខ្លីតែនេះទន់ណាបងប្អូនឃើញណែវ៉ាវអូហូយបងប្អូនទាញមើលថាឆ្លើងស្រុកណានេះបងប្អូនឆ្លើងស្រុកណាហ៎ហើយនេះគេហៅឆ្លើងអីបងប្អូនខ្លះគេហៅតែឆ្លើងកបីឆ្លើងអីអញ្ចឹងមិនបាច់ចាំឆ្លើងសមុទ្រឆ្លើងអីបងប្អូនឆ្លើងស្រែក៏យើងញ៉ាំបានដែរនេះគេហៅឆ្លើងស្រែមកយើងឥឡូវនិយាយច្រើននេះសុំលើកជ្រលក់ជាមួយអំបិលម្ទេសបងប្អូនអូគ្រាន់តែអ្នកខ្លាចឆ្លើងគ្រាន់លើកចេះបងប្អូនបាស់រោមខ្ញាក់ហ្មងឲ្យភ័យខ្លាចអូយបងប្អូនមើលនេះដាក់ជ្រលក់លើកជាមួយអំបិលម្ទេសឲ្យវាចូលជាតិជាមួយអំបិលម្ទេសចឹងមកឲ្យចងំចឹងមកបងប្អូនណាឃើញអត់អូយបងប្អូនហើយកុំឲ្យវាហូរបងប្អូនណាបងប្អូនឃើញអត់អូយនិយាយថាបងប្អូនស្រឡាញ់ចាយអំបិលម្ទេសម៉េះស្រឡាញ់ខ្លាំងម៉េះបើស្រឡាញ់នេះสนมពោឲ្យចាយអំបិលម្ទេសសិតញ៉ាំឆ្លើងញ៉ាំអីនេះហើយបើឃើញហើយជូនតាមสนมពោឲ្យកុំភ្លេចជួយ follow page like page share page ឲ្យចាយអំបិលម្ទេសម្នាក់មួយផងបងប្អូនណែអូយឥឡូវអត់និយាយច្រើនទេញ៉ាំហើយណែអូហូយឥឡូវមើលសិននេះបងប្អូនឃើញអត់បងប្អូនខ្លះលឺថាឆ្លើងមិនដែលឃើញរូបរាងពិតទេឥឡូវមើលទៅបងប្អូនមើលចាយអំបិលម្ទេសឲ្យមើលឲ្យពិតហ្មងថាឲ្យឃើញហ្មងឲ្យដឹងថាហ្នឹងគេហៅឆ្លើងបងប្អូនឆ្លើងកបីណាឥឡូវញ៉ាំហើយណាបងប្អូនកុំខាត់ណាញ៉ាំហើយណាកុំខាត់ណាអូយបងគាត់ខ្លាចឲ្យគាត់ពងមើលអូយបាស់រោមខ្ញាក់ញ័រដៃអូយអូវ៉ាយណាបងប្អូនឆ្លើងនេះដាក់ចូលមាត់មិញវែងណាអូយវែងធំខ្លាំងមែនតើហើយបងប្អូនមើលគួរថាឲ្យចាយអំបិលម្ទេសញ៉ាំអត់បងប្អូនឃើញអត់បងប្អូនមើលនេះឃើញអត់រូបរាងខាងក្នុងវារលោងមែនតែខាងនៅខាងក្រៅវារលោងតែខាងក្នុងវាក្រិចអញ្ចឹងចាយអំបិលម្ទេសឥឡូវញ៉ាំរើសហើយណាក៏ក្រិចចាយអំបិលម្ទេសញ៉ាំឲ្យបងប្អូនទាំងអស់គ្នាហើយកុំខឹងបងប្អូនដែលสนมពោចាយអំបិលម្ទេសញ៉ាំកុំខឹងឲ្យសោះបងប្អូនទាំងអស់គ្នាហើយអរគុណច្រើនដែលបងប្អូនទាំងអស់គ្នាមើលវីដេអូនាងខ្ញុំតាំងពីដើមទីរហូតដល់ចប់គឺអរគុណធំមានតែម្រាមដៃ10ទេអរគុណច្រើនហើយកុំភ្លេចមួយទៀត like page share page ឲ្យចាយអំបិលម្ទេសម្នាក់មួយឲ្យកលាំងចិត្តផងបងប្អូនទាំងអស់គ្នាណាអរគុណច្រើនបាយបាយសម័យអ៊ីនធឺណិតមានគ្រប់យ៉ាងតែម្ដងហេតុតែចង់ល្បីទោះជាធ្វើអ្វីក៏ហ៊ានធ្វើដែរជាស្ដែងដែលបងប្អូនប្រកាសជាបានស្គាល់ហើយអំពីនារីម្នាក់ដែលតែងតែថតវីដេអូទៅទាក់ទាញទៅនឹងការញ៉ាំដែលនារីម្នាក់នេះញ៉ាំសិតតែរបស់ឆៅនិងឆៅក៏មានការវីដេអូរូបភាពអាហារប្លែកពីនេះជាងនេះទៅទៀតគឺនឹងអំបិលម្ទេសព្រមទាំងអស់គ្នាផងដែរទទួលបានជោគជ័យចំណាប់អារម្មណ៍ផងដែរហើយគឺជាស្ដែងដែលបងប្អូនប្រជាពលរដ្ឋប្រកាសជាបានស្គាល់អំពីនារីម្នាក់ដែលតែងតែថតវីដេអូម្នាក់តែតងទៅនឹងការបំពេញនិងធ្វើការញ៉ាំសុទ្ធតែជារបស់ឆៅទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គមទន្ទឹមទៅនឹងមាតិភូការហូរវីដេអូប្លែកនេះផងដែរកាលពីពេលថ្មីកន្លងទៅនេះមហាជនក៏បានផ្ទុះការភ្ញាក់ផ្អើលជាញឹកញាប់ជាមួយនឹងប្រភេទអាហារនិងសត្វចម្លែកដែលជាស្ដែងកន្លងទៅនាងក៏បានទៅតែបង្ហោះវីដេអូហូបកន្លាតតែយ៉ាងណានាងក៏មិនបានហូបឡើយដោយនិយាយថាសត្វកន្លាតនោះគឺមានក្លិនហើយក៏ឆ្អែតពេកទើបធ្វើឲ្យពួកគាត់នាំឃ្លាបកំពុងតែកិច្ចហូបវាបានមិនទាន់បានប៉ុន្មានផងស្រាប់តែពេលថ្មីនេះចែអំបិលម្ទេសក៏បានបង្ហោះវីដេអូថ្មីមួយទៀតនៅក្នុងเพจដែលម្ដងនេះហាក់ប្លែកជាងមុនទៅទៀតដោយចែអំបិលម្ទេសបានយកសាច់ឆ្លឹងជ្រលក់អំបិលម្ទេសមកហូបម្ដងធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលលាយឡំជាមួយនឹងការពញើតនិងរអើមផងដែរតែទោះជាការបង្ហោះ
ហើយនឹងដាក់ចំណងជើងថាហូបឆ្លើងជាមួយនឹងអំបិលម្ទេសប៉ុណ្ណាក៏ដោយចាអំបិលម្ទេសក៏មិនបានហូបឡើយដែលគ្រាន់តែយកឆ្លើងជ្រលក់ទឹកម្ទេសដែលដាក់ក្នុងមាត់ហើយក៏ខ្ចប់វិញនឹងនិយាយថាมันអាចញ៉ាំបាននោះទេមិនល្អឡើយ